Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំកំពុងតែនិយាយអំពីប្រធានបទដែលកំពុងតែផ្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជារបស់យើងអំពី Limjack មានអ្នកគាំទ្រខ្មែរជាច្រើនកំពុងតែចាប់អារម្មណ៍ទៅលើ trainee វ័យក្មេងម្នាក់ដែលកំពុងតែលេចធ្លោទៅលើឆាក K-pop Survival Show គឺ Limjack មូលហេតុដែលធ្វើឲ្យ fan ខ្មែរជាច្រើននិយាយអំពីគាត់ខ្លាំងមិនត្រឹមតែជា visual និងសមត្ថភាពលើឆាកប៉ុណ្ណោះទេប៉ុន្តែដោយសារតែមានព័ត៌មានលើកឡើងថាគាត់មានសាច់ឈាមខ្មែរពីខាងម្ដាយរបស់គាត់ Limjack ត្រូវបានគេស្គាល់តាមរយៈកម្មវិធី Survival Boy Planet និង Planet C ដែលជាកម្មវិធីប្រកួតប្រជែងស្វែងរក idol generation ថ្មីទោះបីជាគាត់មិនទាន់ debut ជាផ្លូវការក៏ដោយប៉ុន្តែគាត់ទទួលបានការចាប់អារម្មណ៍ខ្លាំងពី viewer ដោយសារតែរូបរាងសង្ហាស្អាតដូចជា idol ជំនាន់ថ្មីដែលមានមុនស្នេហ៍នៅពេលដែលគាត់សម្ដែងនៅលើឆាកអ្វីដែលធ្វើឲ្យអ្នកគាំទ្រខ្មែរមានមោទនភាពជាងនេះគឺព័ត៌មានលេចឡើងនៅក្នុង community fan ថាម្ដាយរបស់គាត់មានដើមកំណើតជាខ្មែរទោះបីជាគាត់មិនទាន់បញ្ជាក់ព័ត៌មានលម្អិតអំពី background គ្រួសារជាផ្លូវការក៏ដោយក៏ fan ខ្មែរជាច្រើនបានចាប់ផ្ដើមគាំទ្រយ៉ាងខ្លាំងហើយសង្ឃឹមថានៅថ្ងៃណាមួយនឹងមាន K-pop idol ម្នាក់ដែលមានឈាមជាខ្មែរបាន debut លើឆាកអន្តរជាតិយ៉ាងពិតប្រាកដ Limjack កើតនៅក្នុងឆ្នាំ2006និងធំឡើងនៅអូស្ត្រាលីគាត់អាចនិយាយបានច្រើនភាសាដូចជាអង់គ្លេសកូរ៉េនិងចិនកម្ពស់ប្រហែលជា1.82 ជាមួយនឹងរូបរាងសង្ហាដូចជា model ធ្វើឲ្យគាត់ខ្លាចទៅជាបេក្ខជនដែលមាន viewer នាំមុខបានលឿននៅក្នុងកម្មវិធីគាត់ត្រូវបានគេសរសើរថាមាន performance energy ល្អនិងមានសក្តានុពលសម្រាប់ debut ជា idol នាពេលអនាគតថ្មីៗនេះក៏មានការរាយការណ៍ថា Limjack កំពុងតែត្រៀមខ្លួនសម្រាប់ project debut ថ្មីជាមួយនឹង trainee ផ្សេងទៀតបន្ទាប់ពីទទួលបាន fan base កាលឡើងតាមរយៈ Survival Show ទោះបីជាមិនទាន់មានការប្រកាស official ពីក្រុមហ៊ុនក៏ដោយក៏ fan ជាច្រើនជឿថាគាត់មានឱកាសខ្ពស់ក្នុងការ debut ក្នុង boy group generation ថ្មីនៅលើ social media ខ្មែរមានអ្នកគាំទ្រជាច្រើន comment ថាពួកគេចង់ឃើញ Limjack និយាយភាសាខ្មែរនិង mention Cambodia ម្ដងណាមួយនៅពេលអនាគតមនុស្សជាច្រើនក៏ចាប់ផ្ដើមហៅគាត់ថាជា idol កូនកាត់ខ្មែរទោះបីជា family background របស់គាត់មិនទាន់បានបញ្ជាក់ 100% ក៏ដោយបើថ្ងៃណាមួយ Limjack debut ជាផ្លូវការវាបានក្លាយទៅជារឿងមួយដែល fan ខ្មែរជាច្រើនមានអារម្មណ៍ថាជិតស្និទ្ធជាមួយនឹងវិស័យ K-pop ជាងមុនព្រោះមានតារាវ័យក្មេងម្នាក់ដែលមានសាច់ឈាមជាខ្មែរបានឈានទៅដល់ឆាកអន្តរជាតិបន្ទាប់ពីមានព័ត៌មានថាគាត់មានសាច់ឈាមខ្មែរខាងម្ដាយត្រូវបានចែករំលែកទៅលើ social media អ្នកគាំទ្រខ្មែរជាច្រើនបានចាប់ផ្ដើមតាមដានគាត់កាន់តែខ្លាំងមានមនុស្សជាច្រើន comment ថាពួកគេមានអារម្មណ៍ថារំភើបនិងមានមោទនភាពព្រោះអាចនឹងមាន K-pop idol generation ថ្មីម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងកម្ពុជាសម្រាប់ fan មួយចំនួនវាមានអារម្មណ៍ថាពួកគេកំពុងតែមើលឃើញអ្វីមួយដែលតំណាងឲ្យខ្មែរនៅក្នុងវិស័យឧស្សាហកម្មដែលធំបំផុតមួយនៅក្នុងអាស៊ីអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាងនេះគឺ potential របស់ Limjack នៅពេលអនាគតទោះបីជាគាត់មិនទាន់ debut ជាផ្លូវការក៏ដោយប៉ុន្តែ viewer ជាច្រើនជឿថាគាត់មាន quality គ្រប់គ្រាន់សម្រាប់ក្លាយទៅជា idol ពេញលេញមិនថាជា visual performance ឬក៏មុនស្នេហ៍នៃការសម្ដែងលើឆាកប៉ុណ្ណោះទេ fan ខ្លះសម្បីតែនិយាយថាបើគាត់ debut បានជោគជ័យវាអាចធ្វើឲ្យ fan អន្តរជាតិចាប់អារម្មណ៍ទៅលើកម្ពុជាកាន់តែច្រើនផងដែរនៅលើ TikTok និង Facebook ខ្មែរមានអ្នកគាំទ្រជាច្រើនចាប់ផ្ដើម edit វីដេអូរបស់គាត់ដាក់ subtitle ខ្មែរនិង promote គាត់ដូចជា idol ដែលពួកគេចង់ឲ្យជោគជ័យមនុស្សមួយចំនួនក៏សង្ឃឹមថាថ្ងៃណាមួយគាត់នឹងអាចមកកម្ពុជាហើយនិយាយពីប្រទេសកម្ពុជានៅក្នុងកម្មវិធីបទសម្ភាសន៍ម្ដងណាមួយសម្រាប់ fan ខ្មែរវាជារឿងតូចមួយប៉ុន្តែវាមានអារម្មណ៍ធំធេងណាស់ដែលប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ដែលធ្វើឲ្យគាត់មានអារម្មណ៍ថារំភើបមិនត្រឹមតែប៉ុណ្ណោះការលេចធ្លាយព័ត៌មានរបស់ Limjack ធ្វើឲ្យយុវជនខ្មែរមួយចំនួនចាប់ផ្ដើមជឿជាក់លើខ្លួនឯងកាន់តែច្រើនពួកគេមើលឃើញថាទោះបីជាពួកយើងនៅក្នុងប្រទេសតូចឬក៏មាន background ខុសពី idol កូរ៉េភាគច្រើនតែក៏នៅមានឱកាសឈានទៅដល់ឆាកអន្តរជាតិបានប្រសិនបើមានសមត្ថភាពនិងការខិតខំប្រឹងប្រែងឥឡូវនេះអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំមើលថាតើ Limjack នឹងអាច debut នៅក្នុង boy group ថ្មីបានដែរឬទេប៉ុន្តែមិនថាលទ្ធផលទៅជាយ៉ាងណាគាត់កំពុងតែក្លាយទៅជាមនុស្សម្នាក់ដែលបាននាំមកក្តីសង្ឃឹមក្តីរំភើបមួយសម្រាប់ fan K-pop នៅកម្ពុជា